ជំរាបសួរបងប្អូនទាំងអស់គ្នានេះខ្ញុំមកបុកអំបិលទេតាមកដំបងយើងត្រូវការមានអានេះហើយនឹងគ្រឿងផ្សំទាំងអស់គ្នាបាទតាឥឡូវយើងមកបុកអំបិលទេទាំងអស់គ្នា option តាឥឡូវយើងហៅកាច់ដាក់អីតាយើងមុនដំបងយើងត្រូវមានម្ទេសនេះម្ទេសណាបងប្អូនតាហើយឥឡូវទី2យើងត្រូវមានម្ទេសហើយបងប្អូនខ្ញុំដាក់លើសតិចហើយអញ្ចឹងបងប្អូនកុំជ្រួលបន្លំអីខ្ញុំអាចយកចាំបានបងប្អូនជំរឿជប់សិនចាំផ្លែបងចូលឡាបានហើយបាទហើយថតចប់អូយចាំអាចមានបានបោកនេះប៉ុណ្ណឹងបានហើយបាទហើយឥឡូវយើងបុកឲ្យម៉ត់អញនេះបុកអត់ស្គាល់កាត់ហើយចាប់ហើយបានហើយបុកប៉ុណ្ណឹងបានហើយបុកយ៉ាងមកតែពេលហើយយើងទៅបោះមកតែពី3លាងក្របទៀតមកទៅឲ្យឡើងនេះបាត់ទេហើយឥឡូវយើងបានម្ទេសហើយតាយើងដាក់ចឹងមកហើយយើងទៅនិយាយទៅនោះណាបាច់ក៏បានដែរទៅតាឥឡូវឡើងឈួលណាអូនឥឡូវឡើងឈួលហើយបងប្អូនតែឥឡូវយើងទៅដល់ដាក់គ្រឿងតែយើងស្កប់សិនណាអូយពី3តាឥឡូវយើងហើយតែចេះយកប៊ីចេងប៊ីចេងស្ករអីហ្នឹងតាឥឡូវយើងដាក់ប៊ីចេងមុនចុះយើងដាក់ប៊ីចេង1ស្លាបព្រាមួយទៀតកន្លះស្លាបព្រាតាពេលហើយយើងគ្របវិញហើយអាទី2ស្ករយើងដាក់ប្រហែលជាប្រហែលជាទៅហើយយើងដាក់អំបិលហ្នឹងណាយើងដាក់អំបិលហើយឥឡូវចាប់វីដេអូទី2ហើយតាហើយចាប់ហើយនេះចុងក្រោយបាយបងប្អូនតាមដានវីដេអូទី2ណាបងប្អូន